ទាំងពាក្យសម្ដីត្រគោះបោះបោងបើចាត់ទុកថាវាជាច័ន្ទនៅក្នុងរាវដែលជីវិតគូស្នេហ៍នៅលើលោកនេះគឺជាមិនផុតឡើយគូស្វាមីនិងភរិយាប្រៀបដូចជាអណ្ដាតនិងធ្មេញយ៉ាងណាមិញត្រូវតែប៉ះទង្គិចគ្នាជាប្រចាំបើគិតថាវាគឺជារឿងរបស់ជីវិតបើមិនបានយកទៅគិតជារឿងធម្មតានោះទេចុះការដែលបងក្រឡាខ្លួនធ្វើជាមនុស្សខ្លងដំណើរពេញខ្លួននោះហើយក៏ទៅរស់នៅជាមួយនឹងទេពធីតាសួរដូចជាពើអញ្ចឹងតើគួរឲ្យស្អប់ខ្ពើមដែរទេយ៉ាងណាក៏ជាព្រះស្វាមីរូបពីជីវិតតែមួយទៅហើយជាភរិយាពលឬក៏គិតថាស្អប់ខ្ពើមស្វាមីខ្លួនបានយ៉ាងម៉េចទៅមិនថាឡាយព្រះអង្គស្វាមីជាមនុស្សខ្លងពិការទោះព្រះអង្គស្វាមីជាយអសុរកាយនាងដែលជាបុគ្គលជាភរិយានោះត្រូវតែគោរពកោតខ្លាចមិនត្រូវស្អប់ខ្ពើមឬខ្លាចស្វាមីខ្លួននោះឡើយបើដួងចិត្តបងស្រឡាញ់ប្តីស្មោះនឹងប្តីអីយ៉ាងនេះទោះបីជាមេរលំភ្នំរលីក៏បងមិនអាចបំភ្លេចសវណ្ណីរបស់អូនបានដែរបើតបតែប្រកាយហើយចូលកលាបន្ទុំមុនបងចោបងសុំទៅស្រង់ទឹកបន្តិចណាព្រះបងបើអូនព្រះអង្គភ័យខ្លាំងណាស់មែនទេហើយស្អីហ្នឹងសម្លេងឯនឹងម្ចាស់បងហើយសេអូនខ្លាចមែនទេស្អប់ណាស់ព្រះស្វាមីក៏សល់អីអាក្រក់អញ្ចឹងទេនេះហើយចុះក្រែងពើមានសវណ្ណ័យប្រាប់បងហាញថាទោះបីច្បងនេះខ្លាចទៅជាយៈអសុរកាយក៏ពើមិនខ្លាចដែរនោះអីពើមិន
ខ្លាចនោះទេគ្រាន់តែពើភ្ញាក់ស្អប់ណាស់អត់ដឹងថាគេភ័យនោះទេ ពើមានបងសូមពលឹងប្រលះ4 10សពក្រុមវិលមករកពើវិញមក ម្ចាស់បងត្រង់ប្រាប់ពីតោរឿងអីហ្នឹងម្ចាស់បង នេះសមណៈឆន្ទទីមិនដឹងឬក៏ធ្វើជាមិនដឹងម្ចាស់អូនមានបានព្រឹត្តរំលឹកខ្លះដែរទេថាតាំងពីប្រធានវង្សយើងចូលក្នុងរាជវាំងនោះពួកយើងជាបុត្រនិងបុត្រសន្និសាទាំង6ព្រះអង្គហាក់បីដូចជាបានបង់ប្រជាប្រិយភាពជាមួយព្រះបិតាបណ្ដាទៅហើយនេះប្រធានវង្សនឹងពនាងពើរចនាមិនតន់តែយើងគង់លើរាជបល្ល័ង្ករបស់ឥន្ទ្របត្តមហានគរផងចូលទម្រាំតែដល់ពេលនោះកុំសុំបីឡាយតែព្រះបិតាទោះបីជានិមឺនសពមុខមន្ត្រីនៃរាជកិច្ចទាំងអង្គបើជាលែងមើលមុខយើងហើយនេះសមណៈឆន្ទីមិនគិតថានឹងធ្វើអ្វីម្យ៉ាងទេហ៎ តាឲ្យខ្ញុំម្ចាស់ធ្វើអ្វីទេព្រះពរម្ចាស់ គឺសហការជាមួយនឹងម្ចាស់បងសមណៈឆន្ទានិងម្ចាស់បងសុពណ៌កាលីទៅផលប្រយោជន៍វានឹងឃើញហើយព្រោះតែព្រះនាងទាំងពីរអង្គមានទីប្រឹក្សាយ៉ាងចំណាប់ចំនួនណាស់គឺទ្រង់សមលរាជនិងទ្រង់ពិតថងរាំងសីទ្រង់ទាំងពីរព្រះអង្គនោះក៏មានព្រះតីមិនខុសពីបងដែរទើបមួយអង្គសុទ្ធសឹងតែក្តៅក្រហាយនឹងរាជសម្បត្តិព្រោះតែថ្ងៃពេញបរមីជិតឈានមកដល់ហើយ នេះមានន័យថាម្ចាស់បងចង់មានព្រះបន្ទូលប្រាប់ខ្ញុំម្ចាស់ថាឲ្យកុំចាត់ម្ចាស់អូនពៅ